នៅលើមេឃក៏ធ្លាក់នៅក្នុងទឹកក៏លិចពេលនេះយោធាអ៊ីរ៉ង់កំពុងជួបគ្រោះមហន្តរាយទ្វេដងដោយយន្តហោះចម្បាំងអ៊ីស្រាអែល S-35 បានបាញ់ទម្លាក់យន្តហោះចម្បាំងនៅលើមេឃទីក្រុងតេអ៊ីរ៉ង់របាយការណ៍ចេញពី Economic Times ដែលបានចុះផ្សាយនៅថ្ងៃទី4មិនិនាបានលម្អិតថានៅក្នុងប្រតិបត្តិការ Rolling Lion កងទ័ពអាកាសអ៊ីស្រាអែលបានបង្កើតប្រវត្តិសាស្ត្រយោធាថ្មីមួយដោយការប្រើប្រាស់យន្តហោះចម្បាំងបំបាំងកាយ S-35I បានបាញ់ទម្លាក់យន្តហោះចម្បាំងយ៉ាក់130របស់អ៊ីរ៉ង់នៅលើមេឃទីក្រុងតេអ៊ីរ៉ង់ដោយផ្ទាល់តែម្ដងដែលបានកើតឡើងនៅថ្ងៃទី4មិនិនានេះគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែល S-35 បាញ់ទម្លាក់យន្តហោះដែលមានមនុស្សបើកនិងជាការវាយប្រហារលើអាកាសដ៏ធំបំផុតរបស់អ៊ីស្រាអែលក្នុងរយៈពេល40ឆ្នាំមកនេះការវាយប្រហារនេះបង្ហាញពីឧត្តមភាពបច្ចេកវិទ្យាដែលអ៊ីរ៉ង់មើលមិនឃើញខណៈដែលគ្រាប់បែកអ៊ីស្រាអែលកំពុងបន្តទម្លាក់ទៅលើស្នាក់ការកណ្ដាលរបស់កងកម្លាំងបាស៊ីតនៅមជ្ឈមណ្ឌលបញ្ជាការសន្តិសុខក្នុងរដ្ឋធានីយន្តហោះយ៉ាក់130ដែលជាយន្តហោះវឹកហាត់ល្បឿនលឿនក្រមសម្លេងនិងជាយន្តហោះវាយប្រហារស្រាផលិតនៅប្រទេសរុស្ស៊ីដែលអ៊ីរ៉ង់ទើបតែបញ្ជូនទៅក្នុងកងនាវារបស់ខ្លួនមិនអាចប្រៀបផ្ទឹមបានទៅនឹងយន្តហោះចម្បាំងបំបាំងកាយចំនួនទី5នោះទេយន្តហោះ 35I ដែលជាយន្តហោះចម្បាំងបំបាំងកាយចំនួនទី2របស់អ៊ីស្រាអែលដែលកែប្រែយ៉ាងខ្លាំងពីយន្តហោះ Lockheed Martin S-35 Lightning II មានឈុតសង្គ្រាមអេឡិចត្រូនិកផ្ទាល់ខ្លួននិងការបញ្ចូលគ្នានៃឧបករណ៍ចាប់សញ្ញាទំនើបដែលទំនងជាអនុញ្ញាតឲ្យអ្នកបើកបរយន្តហោះអ៊ីស្រាអែលរកឃើញយន្តហោះអ៊ីរ៉ង់មុនពេលត្រូវបានគេប្រទះឃើញត្រឡប់មកវិញស្របពេលក្នុងសមរភូមិលើអាកាសកំពុងតែក្តៅកគុកវិបត្តិអាថ៌កំបាំងមួយបានកើតឡើងនៅមិនឆ្ងាយពីតំបន់មជ្ឈិមបូព៌ាពលគឺនៅក្បែរឆ្នេរសមុទ្រនៃប្រទេសស្រីលង្កាក្រសួងការពារជាតិនិងកងទ័ពជើងទឹកស្រីលង្កានៅថ្ងៃទី4មិនិនាបានប្រកាសថានាវាចម្បាំងប្រភេទ Frigate ដ៏ទំនើបរបស់អ៊ីរ៉ង់ដែលមានឈ្មោះថា IRIS Dana បានលិចបាត់នៅក្នុងបាតសមុទ្របណ្ដាលឲ្យនាវាទៅដល់101នាក់បានបាត់ខ្លួននិង78នាក់ទៀតរងរបួសទោះបីជាអាជ្ញាធរស្រីលង្កានៅស្ងៀមស្ងាត់ប៉ុន្តែមានការសង្ស័យយ៉ាងខ្លាំងថានាវានេះត្រូវបានលួចវាយប្រហារដោយនាវាមួយទឹកដ៏អាថ៌កំបាំងឬរងការបំផ្ទុះចំពេលប្រតិបត្តិការកំហឹងអន្តរីដៃរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលកំពុងតាមកំទេចយោធាអ៊ីរ៉ង់នៅគ្រប់ទីកន្លែងលើសកលលោកព្រឹត្តិការណ៍ទាំងពីរនេះបង្ហាញថាអ៊ីរ៉ង់កំពុងរងការវាយប្រហារពីគ្រប់ច្រកល្ហកទាំងលើមេឃលើដីនិងក្រោមទឹកគិតមកដល់ពេលនេះចំនួនអ្នកស្លាប់អ៊ីរ៉ង់បានកើនឡើងលើសពី700នាក់ខណៈដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានប្រមានទុកជាមុនថាការវាយប្រហារទៅលើអ៊ីរ៉ង់នឹងកាន់តែបង្កើនកម្រិតខ្លាំងក្លាជាងនេះទៅទៀតទោះយ៉ាងការបាត់បង់ទាំងយន្តហោះចម្បាំងនិងនាវាចម្បាំងក្នុងពេលដំណើរគ្នាបែបនេះគឺជាការធ្វើឲ្យយោធាអ៊ីរ៉ង់ធ្លាក់ក្នុងស្ថានភាពទល់ច្រកគួរបញ្ជាក់ផងដែរថាទូរលេខអ្នកស្លាប់របស់ភាគីអ៊ីស្រាអែលមិនទាន់មានរបាយការណ៍ច្បាស់លាស់ពីចំនួនសរុបនៃជនស៊ីវិលនៅឡើយទេខ្ញុំសំអាងវណ្ណៈ True Insider Amazing tape. Gansberg, a real German premium beer. ពិសាដោយការទទួលខុសត្រូវ